គណៈសាលារៀននៅទូទាំងប្រទេសបានបើកបរិវេណការឆ្នាំសិក្សាថ្មី2025-2026កាលពីថ្ងៃសៅរ៍ទី1ខែវិច្ឆិកាសាលារៀនចំនួន5នៅក្នុងខេត្តបន្ទាយមានជ័យឧត្តរមានជ័យហើយនិងខេត្តមួយទៀតគឺខេត្តព្រះវិហារនៅមិនទាន់អាចបើកទ្វារឲ្យសិស្សចូលរៀនបាននៅឡើយទេមូលហេតុគឺដោយសារតែសាលារៀនទាំងនេះរងការវិប្រហារដោយយោធាថៃយ៉ាងធ្ងន់ធ្ងរហើយនៅមានគ្រាប់មិនទាន់ផ្ទុះមិនទាន់ត្រូវបានរំដោះអគារសិក្សារងការខូចខាតមិនអនុញ្ញាតឲ្យដំណើរការសិក្សាបានលោកជំទាវខួនវិជ្ជការអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថាក្នុងចំណោមសាលារៀនទាំង5មានសាលារៀនមួយស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យសាលារៀនចំនួន2ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យនិងសាលារៀន2ទៀតស្ថិតនៅក្នុងខេត្តព្រះវិហារលោកជំទាវបានបញ្យល់ថាសាលារៀនទាំងនេះរងផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាមនិងទាមទារឲ្យមានការពិនិត្យអាវុធជាផ្ទុះឲ្យបានហ្មត់ចត់លោកជំទាវខួនវិជ្ជការបន្ថែមថាដើម្បីធានាដល់ការសិក្សារបស់សិស្សានុសិស្សនៅសាលារៀនដែលរងផលប៉ះពាល់ទាំងនោះក្រសួងអប់រំបានរៀបចំឲ្យមានការរៀននិងបង្រៀនជាបណ្ដុំនៅទីតាំងសុវត្ថិភាពនៅតាមភូមិដោយមានគ្រូបង្រៀនផ្ទាល់ឬគ្រូបង្រៀនស្ម័គ្រចិត្តដឹកនាំការរៀននិងការបង្រៀននេះបន្ថែមពីនោះក្រសួងនឹងផ្ដល់ជាសៀវភៅឯកសារនិងសម្ភារៈដើម្បីគាំទ្រដល់ការសិក្សាសម្រាប់សិស្សានុសិស្សទាំងនោះក្នុងនោះក៏មានការប្រគល់នៅ tablet ដល់សាលារៀនដែលមានការប៉ះពាល់ខ្លាំងផងដែរដើម្បីឲ្យគ្រូនិងសិស្សអាចប្រើប្រាស់បានសម្រាប់ដំណើរការរៀននិងបង្រៀនតាមអនឡាញឬក៏ប្រើថ្នាល Digitalជំលុបព្រំដែនរវាងប្រទេសកម្ពុជានិងថៃកាលពីចុងខែកក្កដាបានធ្វើឲ្យសាលារៀនមួយចំនួននៅតាមបណ្ដោយព្រំដែនត្រូវរងការខូចខាតនៅក្នុងនោះអគារសាលារៀនខ្លះត្រូវបានបំផ្លាញដោយគ្រាប់ផ្លោងនិងគ្រាប់ទម្លាក់ពីលើអាកាសហើយសាលារៀនខ្លះមាននៅគ្រាប់កាំភ្លើងធំធ្លាក់នៅក្នុងបរិវេណសាលារៀនទៀតផងដែលបង្កហានិភ័យដល់សុវត្ថិភាពសិស្សានុសិស្សនៅក្នុងសារលិខិតបើកបរិវេណការឆ្នាំសិក្សា2025-2026សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានស្នើដល់ក្រសួងអប់រំយុវជននិងកីឡាឲ្យសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីននិងសង្គ្រោះជនពិការដោយសារមីនដើម្បីចុះពិនិត្យទីតាំងសាលារៀនវាតម្លៃផលប៉ះពាល់ឲ្យបានគ្រប់ជ្រុងជ្រោយនិងតម្រូវឲ្យមានការបោសសម្អាតយុទ្ធភ័ណ្ឌគ្រឿងផ្ទុះជាមុននឹងគិតគូររៀបចំផែនសាងសង់និងជួសជុលសំណង់អគារឡើងវិញបន្ថែមពីនោះសម្ដេចក៏បានឲ្យបញ្ចូលកម្មវិធីអប់រំផ្សព្វផ្សាយពីការយល់ដឹងអំពីយុទ្ធភ័ណ្ឌគ្រឿងផ្ទុះដល់ប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សព្រមទាំងធ្វើការបោសសម្អាតជាមុនដើម្បីធានាសុវត្ថិភាពដល់ដំណើរការរៀននិងការបង្រៀន។